មកបងប្អូនមករៀនធ្វើម្ហូបតាមពុះហេងមកទៀតហើយសាច់អាំងបែបនេះគឺងាយស្រួលធ្វើហើយឆ្ងាញ់មែនតើសំខាន់ណាស់បាច់ជ្រលក់ទឹកជ្រលក់ក៏ឆ្ងាញ់ដែរម្ហូបចេញមកប្លែកឆ្នៃប្រឌិតអញ្ចឹងគឺខ្ញុំសុំចាញ់ពុះហេងហើយបងប្អូនខែភ្លៀងជួបជុំគ្រួសារអញ្ចឹងនិយាយពីត្រូវសួស្ដីជម្រាបសួរបងប្អូនអ្នកគ្នាតែខ្ញុំនិយាយថារៀនធ្វើម្ហូបតាមពុះហេងព្រោះអីម៉ូម៉ូក៏រៀនពីពុះហេងដែរថ្ងៃនេះហ៎របៀបប្រឡាក់សាច់គេថ្មីហើយប្លែកងាយស្រួលមែនតើសំខាន់អត់បាច់ទឹកជ្រលក់ក៏ឆ្ងាញ់ដែរឆ្ងាញ់ប្លែកមែនតើបងប្អូនដំបងឡាយក៏ចាក់ជាមួយនឹងប្រេងខ្យងចូលជាមួយនឹងទឹកស៊ីអ៊ីវធម្មតានឹងឯងថែមស្ករបន្តិចថែមម្សៅស៊ុបបន្តិចបន្ទាប់មកដាក់ម្រេចប្រេងម្ទេសដាក់ទៅធ្វើឲ្យសាច់យើងវាមានពណ៌ស្អាតជាពិសេសសាច់មាន់ណាបងប្អូនហើយទឹកត្រីក៏ថែមបន្តិចផងដែរអំបិលបន្តិចហើយក៏ដួសជាមួយនឹងស្រាសបន្តិចនិងទឹកផ្លែប៉បន្តិចកូរចូលគ្នាឲ្យសព្វរសជាតិគឺរៀងប្រៃផ្អែមតិចហើយក៏ហាន់មួយស្លឹកខ្ទឹមដាក់ចូលទៀតនិយាយពីថាបានចុងភៅមកថ្ងៃនេះសូមបីតែហាន់បន្លែក៏ប្រាប់ដែរបើមិនចឹងទេខ្លាចដោតទៅអត់ស្អាតអត់ត្រូវខ្ញុំនិយាយមែនចេះតែរបៀបម្ហូបខ្មែរម្ហូបសាមញ្ញឆ្នៃប្រឌិតអីធម្មតាទេប៉ុន្តែបើចេញមកបែបអាំងបែបអីចេះខ្ញុំមិនសូវចេះទេបងប្អូនតើពូហេងនេះចូលចិត្តញ៉ាំចឹងទៅគឺប៉ិនមែនតើហើយទឹកដែលលាយមិញហ្នឹងបងប្អូនយកមកប្រឡាក់សាច់ហើយអប់វាទុក15នាទីទៅសាច់មាន់យកផ្លូវមាន់យើងលឺយកតែសាច់ណាហើយសាច់គោដាក់សាច់គោធម្មតាក៏បានជាប់ខ្លាញ់ក៏បានសាល់មុនក៏អាំងឆ្ងាញ់ដែរហើយដោតជាមួយបន្លែទៅហើយបងប្អូនបន្លែអីមិនបាច់ប្រឡាក់ទេរៀបចំអាំងតែម្ដងទឹកដែលយើងលាយទឹកគ្រឿងហ្នឹងដែលនៅសល់ហ្នឹងយកទុកលាបពីលើសាច់លាបពីលើជាមួយនឹងបន្លែរបស់យើងហើយពេលញ៉ាំដាក់ចក្រានចេះមកអាំងភ្លាមញ៉ាំមួយបាយអូឆ្ងាញ់មែនតើហ្មងជាពិសេសហ្នឹងមិនថ្ងៃនេះបងប្អូននឹងស្រាប់ហើយមេឃធ្លាក់ភ្លៀងរហូតអញ្ចឹងអាំងសាច់ហ្នឹងត្រូវគ្នាខ្លាំងណាស់អាំងបដាយើងលាបមួយទឹកសសនឹងបដាត្រឡប់ចុះត្រឡប់ឡើងអូឈ្ងុយហើយឆ្ងាញ់មែនតើបងប្អូនខ្ញុំនិយាយមែនណាម្ហូបនេះឆ្ងាញ់ប្លែកអញ្ចឹងបងប្អូនអាចដឹងធ្វើម្ហូបអីជួបជុំក្រុមគ្រួសារអីអាច share វីដេអូនេះមួយបានដើម្បីធ្វើម្ហូបនឹងញ៉ាំទាំងអស់គ្នាណាបងប្អូនខ្លះអាចដឹងទេថាពុះហេងចេះធ្វើម្ហូបតែមិនតែបងប្អូនទេតែខ្ញុំក៏កម្រឃើញពុះហេងធ្វើម្ហូបដែរប៉ុន្តែចេញមកមួយឆ្ងាញ់បោះគេនេះជួបជុំក្រុមគ្រួសារញ៉ាំបាយល្ងាចជុំគ្នាដោយសារអីខ្ញុំត្រូវឡើងទៅភ្នំពេញចង់ហើយគ្រាន់តែបាយហើយភ្លាមបងប្អូនអើយចូលគេងក្រោកព្រឹកឡើងនេះចាប់ផ្ដើមវិចរៀបចំវេលាត្រូវទៅមានការងារ2ថ្ងៃហើយខោអាវខ្ញុំបើកពីទូមកគឺថាមួយណាក៏សិតតែខោអាវ VA ដែរបងប្អូនអើយបើឈុតគេងយប់នេះវិញខ្ញុំស្រឡាញ់ខ្លាំងមែនតើងាយស្រួលស្លៀកបងប្អូនតម្លៃនិយាយពីធូរមានទាំងខោខ្លីមានទាំងខោវែងសាច់កណ្ដាលស្រួលស្លៀកហើយក្រៅពីហ្នឹងគឺមានប៉ងជាប់នៅនឹងស្រេចត្រូវទៅការងារថតពាក់នៅផ្ទះអីក៏បានដែរដោយសារអីមានប៉ងឈុតពីខាងគាត់បងប្អូនដឹងស្រាប់ហើយ$4-5បើដូចអាវប៉ូឡូដៃវែងនេះវិញដូចជា$3អីនឹងឯងសាច់កណ្ដាលគឺស្រួលស្លៀកមែនតើមិនថាកៅអៅពាក់នៅផ្ទះធម្មតាឬមួយក៏មិនទេគាត់មានច្រើនម៉ូដសំខាន់បងប្អូនដែលអត់សូវប៉ិនរើសម៉ូដកៅអៅដូចខ្ញុំគាត់មានអ្នកជំនាញចាប់ម៉ូដឲ្យយើងទៀតអញ្ចឹងស្លៀកតាមតែគាត់ទៅគឺត្រូវហើយមិនថាបងប្អូនចូលចិត្តសាមញ្ញធម្មតាដូចខ្ញុំឬឈុតពាក់ទៅកម្មវិធីដើរលេងប្រាប់តែឈុតទៅសៀមរាបចេញមកហ្មងឬក៏បងចាប់បានស្រួលពាក់នៅផ្ទះនេះភ្លឹបគាត់រៀបឲ្យយើងមកស្អាតអញ្ចឹងហើយកៅអៅគាត់ស្រួលស្លៀកថ្លៃសមរម្យមែនតើខ្ញុំប្រើពីខាងគាត់ច្រើនណាស់មិនថាគ្រឿងអលង្ការកវលវ៉ែនតារ៉ូបកៅអៅស្បែកជើងព្រោះតម្លៃធូរបងប្អូនវ៉ែនតាអី$2-3កវល$2រៀលធូរថ្លៃសូម្បីតែកាបូ brand អីចេះក៏គាត់មានដែរអញ្ចឹងបងប្អូនកុំភ្លេចចូលទៅមើល page គាត់មួយទៅ follow មួយដើម្បីតាមដានការ live របស់គាត់ណាព្រោះអីគាត់មានអវ៉ាន់ច្រើនមុខមែនតើក្រៅពីសម្លៀកបំពាក់នឹងនិយាយពីតម្លៃធូរល្អខ្លាំងមែនតើណាគេខ្លះមួយ VA ចេញមុខមក